គួរប្រុងប្រយ័ត្នជំងឺអេបូឡាផ្ទុះរាលដាលខ្លាំងឆ្លងពីទ្វីបអាហ្វ្រិកដល់ទ្វីបអឺរ៉ុបជំងឺអេបូឡាបានឆ្លងចេញផុតពីទ្វីបអាហ្វ្រិកហើយពលគឺវាបានបង្ហាញវត្តមានជាលើកដំបូងនៅទ្វីបអឺរ៉ុបដែលនេះត្រូវបានគេបញ្ជាក់ថាជាករណីឆ្លងទ្វីបលើកដំបូងបំផុតមិនធ្លាប់មានទាល់តែសោះចំពោះការផ្ទុះឡើងនាពេលថ្មីៗនេះតាមការផ្សាយរបស់ BBC នៅថ្ងៃទី24ខែមិថុនាឆ្នាំ2026បានឲ្យដឹងថាករណីឆ្លងលើកដំបូងនៅក្នុងទ្វីបអឺរ៉ុបនេះត្រូវបានគេរកឃើញនៅក្នុងប្រទេសបារាំងគឺបានកើតឡើងលើវិជ្ជបណ្ឌិតម្នាក់ដែលទើបតែវិលត្រឡប់ពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោលក្រោយពេលបញ្ចប់បេសកកម្មមនុស្សធម៌នៅទីនោះហើយពេលនេះគាត់ត្រូវបានធ្វើតេស្តឲ្យរកឃើញថាមានវិជ្ជមានមេរោគអេបូឡានៅក្នុងទីក្រុងប៉ារីសគណៈបច្ចុប្បន្នកំពុងត្រូវបានដាក់នៅក្នុងបន្ទប់ព្យាបាលពិសេសដាច់ដោយឡែកករណីនេះបានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងនៅជុំវិញពិភពលោកគណៈប្រមុខអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom បានអំពាវនាវឲ្យសាធារណជនរក្សាការប្រុងប្រយ័ត្ននិងកុំទាន់ភ័យស្លន់ស្លោហួសហេតុដោយអង្គការសុខភាពពិភពលោកកំពុងបង្កើនការត្រួតពិនិត្យនិងតាមដានអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺដើម្បីធានាថាមេរោគដ៏គ្រោះថ្នាក់នេះមិនឆ្លងរាលដាលទៅកាន់សហគមន៍បន្ថែមទៀតរាយការណ៍ដោយខ្ញុំបាទនីវុធី